3អាយនេះណាបើសួរថាមួយណាស្អាតជាងមួយណាអាចនឹងពិបាកឆ្លើយបន្តិចពីព្រោះការស្រឡាញ់ការចូលចិត្តគឺខុសៗគ្នាប៉ុន្តែបើសួរថា3អាយនេះខ្ញុំគួរតែជ្រើសរើសមួយណាទំនងជាងប៉ុន្តែមានចំណុចរួមមួយដែលដូចគ្នាគឺអាយទាំង3ម៉ូតហ្នឹងត្រូវជាមួយនឹងប្រភេទខោខ្លីហើយខោខ្លីមួយហ្នឹងមានរហូតដល់លេខ 4XL បានចាប់ពីចង្កេះ24រហូតទៅដល់ចង្កេះលេខ33អញ្ចឹងយើងមកមើលអាវវិញម្ដងអីដែលយើងគួរដឹងពីអាវនឹងដំបូងណាថាយើងអាចពាក់អាវនឹងត្រូវអត់ជាក់ស្ដែងទៅអាវនេះគឺអត់មានសាយទេជាប្រភេទអាវ free size បានអ្នកដែលមាន size S M និង L បើតាក់ទងពីគីឡូវិញអាចចន្លោះពី55ដល់60បន្តិចព្រោះយើងអាចកំណត់គីឡូជាក់លាក់បានទេសារតែគីឡូវាស៊ីសងទៅនឹងកម្ពស់ជាក់ស្ដែងអាវពណ៌ខ្មៅមួយហ្នឹងណាត្រូវជាមួយនឹងបងឬកូនអូនដែលចូលចិត្តរៀបចំខ្លួនបែបរៀងសុភាពថ្លៃថ្នូរសាមញ្ញប៉ុន្តែខ្ជូតជាពិសេសគឺអត់ចូលចិត្តបែបលក្ខណៈមានអាវកាក់ខាងក្នុងឬក៏អីញ៉ៃញ៉ៃទេទាញមកដល់គឺពាក់បិទលេវយកហ្មងបែបសួរខ្លួនធូខ្លួនអីចឹងទៅហើយបើយើងក៏លេខមកមើលសាច់អាវវិញអាវនេះគឺជាទម្រង់អាវបែបមិនសាច់អាលាស់ទេតែក៏មិនមែនជាប្រភេទសាច់រឹងដែរមិនក្រាស់ខ្លាំងហើយក៏មិនស្ដើងខ្លាំងបើយើងមកកលេចមើលអាវទី2អាវទី2នេះជាប្រភេទអាវសាច់ចាក់ក៏ស្រួលចុះក្រោមមានលេវពីខាងមុខអញ្ចឹងនៅពេលដែលយើងពាក់អាវនេះតម្រូវឲ្យយើងមានកាក់ខាងក្នុងមួយយើងអាចពាក់វាតែឯងបានទេអាវសាច់ចាក់នេះបើសួរថាស្ដើងអត់ស្ដើងទេណាបើសួរថាពិបាកពាក់អត់ទេព្រោះសាច់អាវចាក់គឺលក្ខណៈទន់អាឡងអត់ស្គៀបតែបើយើងក៏លេខមកមើលថាតើយើងអាចពាក់បានទំហំណាខ្លះអាវចាក់នេះគឺ free size បងប៉ុន្តែ free size S M L XLទម្រង់អាវនេះគឺស៊ីជាមួយនឹងបងឬកូនអូនដែលចូលចិត្តរៀបចំខ្លួនបែបរៀងក្លីបជូតបន្តិចហើយមើលទៅសុភាពជាពិសេសគឺចូលចិត្តទម្រង់ប្រភេទអាវសាច់ចាក់ហ្មងចង់បានអាវចាក់ណាតែស្លៀកតែវាតែឯងក៏បានធ្វើជាអាវក្រៅក៏បានចឹងបងអាចមើលប្រភេទទម្រង់អាវចាក់នេះបានតែបើយើងក៏លេខទៅមើលអាវមួយទៀតអាវនេះបើយើងពាក់សុទ្ធប្រើអាវកាក់អញ្ចឹងគឺអត់បានទេបងវាមើលទៅដូចរៀងសូវស៊ីកនិងស្មាតែយើងអាចថែមប្រភេទអាវដៃវែងឬក៏ដៃខ្លីក៏វារៀងខ្ពស់បន្តិចតែបើយើងមកមើលអាវចាក់ហ្នឹងនេះយើងអាចនិយាយថាអាវចាក់ប្រភេទលក្ខណៈកាក់ខាងក្រៅអាវបងអាវនេះក៏ free size ដែរប៉ុន្តែយើងកំណត់ free size S M L បានហើយឡើងដល់ XL យើងអាចពាក់បិទលេវអញ្ចឹងទេតើពាក់ចំហយើងសម្រាប់អាវមួយនេះគឺត្រូវជាមួយនឹងបងអូនចូលចិត្តរៀបចំខ្លួនបែបរៀងក្លីបហើយ cool តែមើលទៅរៀងខ្ជូតលះស្អាតណាសរុបមកអាវទាំង3ហ្នឹងគឺតិចនិចនៃការរៀបចំខ្លួនប្រហែលគ្នាប៉ុន្តែចំណងចំណូលចិត្តបែបខុសៗគ្នានេះបើសិនជាយើងមកមើលសាច់អាវផ្ទាល់វិញបងគឺអត់មានមួយណាដែលសាច់ស្គៀបទេពាក់ទៅគឺស្រួលទាំងអស់ប៉ុន្តែទម្រង់សាច់កណាគឺខុសគ្នាមួយលក្ខណៈចាក់អានេះចាក់អញ្ចឹងតែបងអាចមើលបានណាគឺត្រជាក់ហ្មងហើយនេះមើលទៅដូចរៀងស្ពឹកប៉ុន្តែអត់ទេទន់ហើយអត់ស្គៀបទេទៅអាវទាំង3ម៉ូតហ្នឹងគឺអត់មានមួយណាស្គៀបទេបងស្រួលពាក់ទាំងអស់អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបាយ